បងប្អូនខ្ញុំខានបានតេស្តទូរស័ព្ទស៊េរីខ្ពស់របស់ Realme U ហើយតែពេលនេះមិនចាំយូរទៀតទេនេះគឺជា Realme GT 70ជាទូរស័ព្ទស៊េរីខ្ពស់មួយហើយបើដឹងអំពីតម្លៃនិង spec ក្នុងទូរស័ព្ទនេះប្រកាសជាញាក់សាច់ទើតហើយវាគឺជា version global ដែលក្រុមហ៊ុនយកមកលក់ក្នុងតម្លៃ$399ហើយចំពោះ spec ខ្ញុំរាប់ត្រួសចំលម្អិតតាមក្រោយថាមពលថ្មធំទំហំ7000 mAh កម្លាំងសាកល្បឿនលឿន 120W មកជាមួយនៅ chip ខ្លាំង Dimensity 8400 MHz អេក្រង់ច្បាស់ល្អកម្រិត 1.5K ពន្លឺភ្លឺខ្លាំងលើសគេដល់ទៅ 6000 nit មកជាមួយនៅសមត្ថភាពកាមេរ៉ាដ៏លេចធ្លោហើយចំពោះ AI ក៏មានច្រើនសម្បូរបែបដែលសម្រាប់តម្លៃប៉ុណ្ណេះពិតជាពិបាករកគូប្រជែងហើយនៅស្រុកយើងសម្រាប់ទូរស័ព្ទ Realme តកូល GT គឺជាទូរស័ព្ទកំពូលដូចជា GT7 Pro ដែលទើបបញ្ចេញអញ្ចឹងហើយ model GT ដែលមានកន្ទុយ T ជាទូរស័ព្ទធន់បង្គួរដែលមានការកាត់កងតិចតួចតែបានតម្លៃសមរម្យខ្លាំងនិយាយពីរូបរាង GT70 មានរូបរាងស្រដៀងនឹង GT7 Pro ដែរតែមានពណ៌ថ្មីពណ៌លឿងនេះគឺបែប Lisalong ដែលខាងក្រោយគឺជាស្បែកទន់វាទន់ពេលកាន់ប្រើហើយគេបានលេងឆ្នូតពីក្រោមដែលមើលទៅលយវាដូចជាតំណាងឲ្យល្បឿនអញ្ចឹងដែរចំពោះបន្ទះ chip MediaTek Dimensity 8400 MHz គឺជា chip ខ្លាំងវាមានទំហំ4 nanometer ហើយបើធៀបជាមួយនឹង chip Snapdragon វាមានល្បឿនប្រហាក់ប្រហែលនឹង chip Snapdragon 8 Gen 3បន្ទុក benchmark ពី Antutu ដែលខ្ញុំតេស្តគឺបាន1,400,000ខ្លាំងគួរសមដែលបន្ទុកប៉ុណ្ណេះបងប្អូនអាចយកទៅលេងហ្គេមណាមួយក៏បានប្រើកម្មវិធីធំៗណាមួយក៏បានដែរមិនរារែកទេខ្ញុំសាកលេងហ្គេម Mobile Legends setting max ដល់ទៅ Ultra ទាំងអស់វារត់បានរលូនមែនទែនហើយក៏មិនងាយឡើងកម្ដៅទេដោយទូរស័ព្ទនេះមានបន្ទះបន្ថយកម្ដៅធំលាតសន្ធឹងដល់ទៅ 65% នៃផ្ទៃខាងក្រោយនៃទូរស័ព្ទហើយបន្ទះខ្នងខាងក្រោយនេះគេធ្វើពីសារធាតុបន្ថយកម្ដៅមកស្រាប់អញ្ចឹងតើទៅវាប្លែកដៃវាមិនងាយឡើងកម្ដៅខ្ញុំប្រើកាមេរ៉ាច្រើននិងលេងហ្គេមច្រើនគួរសមអញ្ចឹងរឿងកម្ដៅមួយគឺវាធ្វើការបានល្អដើម្បីឲ្យម៉ាស៊ីនរត់បានខ្លាំងលេងហ្គេមបានរលូនយើងត្រូវបើក GT mode នេះទៅបើកហើយយើងអាចលេងហ្គេមបាន graphic ខ្ពស់ៗហើយវាក៏អាចស៊ីថ្មជាង mode ធម្មតាផងដែរទូរស័ព្ទក៏មកជាមួយនៅ RAM ល្បឿនលឿន LPDDR5X មានទំហំ 12GB memory ល្បឿនលឿន UFF 4.0 ដែលមានជម្រើស 256GB និង 512GB ចំពោះការបញ្ជាប្រើទូទៅលើអេក្រង់វារត់បានលឿនរលូនល្អដោយទូរស័ព្ទដំណើរការដោយ Realme UI 6.0 នៅលើ Android 15ចេញពីប្រអប់តែម្ដងដែលការប្រើប្រាស់មិនសូវជាខុសពី Android ផ្សេងទៀតទេហើយនេះឃើញល្បឿនរត់លឿនអញ្ចឹងណាដោយសារកម្រិត Touch Response ខ្ពស់ដល់ទៅ 2600Hz Pascal តែម្ដងហើយក៏ដោយសារអេក្រង់មានចលនាល្បឿនដល់ទៅ 120Hz ដែលជាអេក្រង់ប្រភេទ LTPS ដែលវាឆ្លាស់ល្បឿនឡើងចុះដោយខ្លួនឯងអញ្ចឹងវាក៏ជួយសន្សំចៃថ្មបន្ថែមដែរដែលជាទូទៅអេក្រង់ប្រភេទនេះមានតែនៅលើទូរស័ព្ទកំពូលទេនេះគឺជាអេក្រង់ដែលល្អវារាបស្មើនិងលាតពេញគែមល្អស្អាតតែម្ដងអេក្រង់ AMOLED នេះបង្ហាញរូបភាពបានគុណភាព 1.5K ហើយក៏ជាអេក្រង់ប្រភេទ 10bit ដែលបង្ហាញទឹកពណ៌បានដិតស្រស់ល្អនិង support HDR ទាំង HDR10 និងពី Dolby Vision អញ្ចឹងយើងស្រួលយកមើលមាតិកា HDR នៅលើ YouTube ឬក៏ Netflix ជាដើមអ្វីដែលពិសេសមួយគឺកម្រិតពន្លឺរបស់អេក្រង់គឺអាចឡើងដល់ភ្លឺបំផុតដល់ទៅ 6000 nit ដែលពិតជាភ្លឺខ្លាំងមែនទែនហើយ sensor scan ម្រាមដៃក្រោមអេក្រង់ក៏ដំណើរការបានលឿននិងត្រឹមត្រូវផងដែរហើយនេះក៏ជាអេក្រង់ទូរស័ព្ទដែលល្អសម្រាប់ភ្នែកយើងដែលមានកម្រិត PWM dimming ខ្ពស់ដល់ទៅ 2160Hz ដែលវាមិនញាក់មិនបង្កជាអាការៈឈឺភ្នែកនិងឈឺក្បាលពេលមើលអេក្រង់រយៈពេលយូរទូរស័ព្ទនេះក៏ធន់នឹងការចូលទឹកស្តង់ដារកម្រិតធ្ងន់ IP69 ហើយចំពោះអេក្រង់នេះគេក៏ក្រាលការពារដោយកញ្ចក់ Nano Velvet Protection ដែលស្រួលអូសបញ្ជាហើយក៏ធន់នឹងការកូតកកិតនិងការធ្លាក់ផងដែរហើយថាមពលថ្មម៉ោលិកនេះទំហំកាន់តែធំដល់ទៅ 7000 mAh យើងទទួលបានថ្មកាន់តែធំទៅហើយឥឡូវហ្នឹងយើងអាចប្រើថ្មនេះបានដល់ទៅ2ថ្ងៃសម្រាប់ការប្រើបែបធ្វើការនិងការកម្សាន្តហើយយើងក៏អាចសាកថ្មចូលបានល្បឿនលឿនដល់ទៅ 120Wដែលចំណាយពេលសាកប្រមាណជា38នាទីទៅពេញហើយដុំសាក 120W ហ្នឹងក៏មកជាមួយក្នុងប្រអប់ផងដែរនិយាយពី AI យើងឃើញគ្រប់ក្រុមហ៊ុនទាំងអស់គេមិនចោល AI ទេហើយ Realme ក៏ដាក់មកមិនតិចដែរដែលមានដូចជា AI editor សម្រាប់កែរូបដែលមានដូចជារូបវត្ថុឬក៏មនុស្សចេញពី frame រូបភាពកែសម្រួលរូបភាពឲ្យច្បាស់ជាងមុនកាត់ចំណងផ្លាតឬក៏ចំណងពន្លឺជាដើមមានមុខងារ AI ក្នុងកម្មវិធី Document ដែលអាចប្រើសម្រាប់សង្ខេបអត្ថបទ
កែសម្រួលឬក៏បំលែងឬក៏បកប្រែភាសាក៏បានដែរកម្មវិធី AI Studio អាចបំលែងរូបភាពទៅតាម style ផ្សេងៗបានដោយប្រើមុខរបស់យើងហើយទូរស័ព្ទនេះក៏មាន IO Blaster នៅខាងលើមួយដែលអាចប្រើសម្រាប់បញ្ជាគ្រឿងអេឡិចត្រូនិកដូចជាម៉ាស៊ីនត្រជាក់និងទូរទស្សន៍ជំនួសតេឡេបានហើយចំពោះ speaker ក៏មាន2គ្រាប់នៅខាងក្រោមមួយនិងនៅខាងលើមួយដែលលើបានគុណភាពបង្គួរសម្រាប់ត្រជាក់ខ្ញុំនិយាយពីកាមេរ៉ាខាងក្រោយមាន2គ្រាប់ sensor goal មានទំហំ50 megapixel គឺជា sensor Sony IMX896 បំពាក់ជាមួយ lens ដែលមាន aperture ធំដល់ទៅ 1.56 និងមួយគ្រាប់ទៀតគឺជា sensor 8 megapixel សម្រាប់ថតមុំទូលាយហើយកាមេរ៉ាមុខមានទំហំ32 megapixel ចំពោះសមត្ថភាពថតវីដេអូទូរស័ព្ទនេះអាចថតបាន 4K ចេញពីកាមេរ៉ាមុខហើយកាមេរ៉ាក្រោយថតបាន 4K តែសម្រាប់ lens goal ទេរីឯ lens ទូលាយថតបានត្រឹមតែ 1080 តែប៉ុណ្ណោះនេះគឺជារូបភាពដែលខ្ញុំបានថតវាថតបានស្អាតល្អហើយសម្រាប់ទូរស័ព្ទដែលផ្ដោតខ្លាំងទៅលើហ្គេមតែនៅតែអាចថតរូបភាពបានស្អាតទាំងពីកាមេរ៉ាក្រោយនិងកាមេរ៉ាមុខទុកបង្ហោះ 4K បានដូចគ្នាសរុបចុងក្រោយទូរស័ព្ទ Realme GT 70គឺជាទូរស័ព្ទដែលមានម៉ាស៊ីនកម្លាំងខ្លាំងល្អសម្រាប់ការលេងហ្គេមការប្រើកម្មវិធីធំៗនិងដំណើរការ AI បានល្បឿនលឿនវាមានអេក្រង់ធំល្អភ្លឺច្បាស់ប្រើបានគ្រប់ការងារនិងការកម្សាន្តមានថាមពលថ្មធំ 7000 mAhកំដរយើងបានយូរហើយក៏អាចសាកថ្មចូលបានលឿនល្បឿនដល់ទៅ 120W ហើយកាមេរ៉ាក៏ថតបានស្អាតប្រើការបាននិយាយអំពីតម្លៃ Realme GT 7T មានតម្លៃ$399ដែលជាតម្លៃសមរម្យមែនទែនសម្រាប់កញ្ចប់ទូរស័ព្ទប៉ុណ្ណេះហើយក៏ទទួលបាននូវកាដូបន្ថែមគឺនាឡិកា Realme Watch 5ដ៏ស្រស់ស្អាតមួយនេះផងដែរបងប្អូនយល់មិនដែរចំពោះទូរស័ព្ទ Realme GT 7T នេះសូមសរសេរនៅក្នុង comment ខាងក្រោមឲ្យខ្ញុំបានដឹងផងជួបគ្នានៅវីដេអូក្រោយទៀត